ជំងឺរមាស់ឆ្លងចាដែលពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តនានាហ្នឹងគាត់កំពុងតែឆ្លងពេញមួយគ្រួសារតែម្ដងហើយអ្នកខ្លះទៀតតម្រាំតែបានស្គាល់ជាមួយនឹងពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់គាត់ថាគាត់ដើរព្យាបាលដើរមើលអស់គ្រប់កន្លែងហើយដល់តែចង់អស់លុយពីខ្លួនណាប៉ុន្តែមិនបានជាសះស្បើយទេទើបតែបានស្គាល់ពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់ទៅបានគេប្រាប់ទៅបានអ្នកចិត្តខាងប្រាប់គេណែនាំហើយក៏តាមការផ្សព្វផ្សាយរបស់ពេទ្យទៅបានគាត់អញ្ជើញមកព្យាបាលនៅពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់ឥឡូវពួកគាត់បានជាសះស្បើយអស់ហើយគាត់ថាបើស្គាល់ពេទ្យពីដំបូងមិនគាត់មិនអស់លុយដល់ថ្នាក់ហ្នឹងទេអស់លុយហើយប៉ះពាល់សុខភាពទៀតអ្នកខ្លះតម្រាំតែមកដល់ពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់របស់យើងគឺហៅមុខហៅមាត់ដោយសារគាត់ហ្នឹងទៅប្រើវិធីព្យាបាលខុសហៅមុខស្ពុលមាត់អ្នកខ្លះទៅប៉ះពាល់សុខភាពអីចឹងទៅអញ្ចឹងចង់ជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថាតកតងទៅនឹងជំងឺរមាស់ឆ្លងចាប្រភេទនេះមិនថាកើតនៅលើកូនង៉ែតកូនក្មេងមនុស្សចាស់មនុស្សធំមនុស្សពេញវ័យកើតទៅលើស្ត្រីមានផ្ទៃពោះឬក៏កើតទៅលើព្រះសង្ឃទេគឺពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់របស់យើងអាចព្យាបាលបានទាំងអស់ណាកុំបណ្ដោយឲ្យជំងឺសើស្បែករមាស់ឆ្លងមួយប្រភេទនេះរំខានដល់ការរស់នៅរបស់យើងហើយធ្វើឲ្យយើងនឹងខាតបង់ថវិកាទៅលើការព្យាបាលពេទ្យខុសទៀតណាសូមអញ្ជើញមកពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់យើងខ្ញុំដែលអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទ096លេខ5 6 9 6 9 9ហើយពុកម៉ែបងប្អូនក៏អាចទំនាក់ទំនងបានតាមរយៈ page Facebook របស់ពេទ្យដែលមានឈ្មោះថាជាអក្សរខ្មែរគឺពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់ឬក៏ឌីយ៉ាម៉ង់ពេទ្យសាស្ត្រស្បែកប្រសិនបើពុកម៉ែបងប្អូនចាំមិនចង់ខ្ជះខ្ជាយក្នុងការចំណាយថវិកាទៅលើការធ្វើដំណើរពុកម៉ែបងប្អូនអាចឆាតចូល page ទាំងពីរនេះបានដែលគ្រូពេទ្យយើងខ្ញុំនឹងធ្វើការពិនិត្យហើយមានការផ្ញើថ្នាំចាទៅកាន់ពុកម៉ែបងប្អូនដល់គ្រប់ខេត្តចារាជធានីតែម្ដងនៅក្នុងរាជធានីភ្នំពេញយើងក៏មានការដឹកជញ្ជូនដល់គេហដ្ឋានផ្ទាល់នៅតាមបណ្ដាខេត្តយើងក៏មានក្រុមហ៊ុនចាផ្ញើជូនដល់ពុកម៉ែបងប្អូនផងដែរអញ្ចឹងងាយស្រួលមែនតើប្រសិនបើពុកម៉ែមានពេលអញ្ជើញមកជួបចាអាចអញ្ជើញមកជួបជាមួយនឹងវិជ្ជបណ្ឌិតផ្ទាល់នៅពេទ្យសាស្ត្រស្បែកឌីយ៉ាម៉ង់